មិញផ្លេចបើក record មិញអាជាស្រ័យផងនៅខ្ញុំគិតថានៅក្នុងហ្នឹងអាចនឹងមានមាសពេជ្រសម្រាប់យើងផ្លត់បានឥឡូវវាយជួបលបង Polar Bear ដើររោអស់ប្រទេសចង្កានហ្គាឃើញកន្លែងហ្នឹងរៀងវាលដែរយើងធ្វើផ្ទះនៅនឹងហ្មងទៅសួស្ដីភឿនទាំងអស់គ្នាតោះមកលេង Minecraft ជាមួយខ្ញុំអូខេឥឡូវហ្នឹងគឺ Minecraft ចូលដំបូងគឺមានធ្វើឲ្យច្រើនទេគឺយើងកាប់ឈើទាំងអស់គ្នាអូខេយើងបានឈើគ្រប់គ្រាន់ហើយយើងផលិត pickaxe ដោយប្រើ crafting table ហើយយើងប្រើហ្នឹងដើម្បីកាប់ឈើបានលឿនហើយរហ័សចាប់បានដេកខ្ញុំកាប់ឈើអស់ជាច្រើនដែរហើយខ្ញុំបានចូលទៅមើល Kale នឹងអើតមើលឃើញលោកមាន coal អីចឹងណាពេលទៅដល់ហ្នឹងគឺមានខ្យងមែនឥឡូវយើងធ្វើការផលិត pickaxe ណោះគ្នាមកដើម្បីយកខ្យងទៅប្រើប្រាស់ដុតស្អីស៊ីចឹងណាអូខេយើងកាប់ខ្យងថ្មហើយដល់រកគ្នាឥឡូវយើងធ្វើការចេញពីរោងភ្នំហ្នឹងទៅគោលដៅយើងបន្តទៀតគឺយើងទៅរកអ្នកភូមិរកអីចឹងណាដល់គ្នាតែបាយអមនេះគឺមានអ្នកភូមិសោះតែម្ដងអញ្ចឹងយើងត្រូវការជីកទូកឬក៏ទៅរកទ្វីបណាផ្សេងទៀតដើម្បីទៅរកវាយជួបលបង Polar Bear ឥឡូវយើងធ្វើការវាយវាអត់នេះឥឡូវខ្ញុំរត់ចេញពីវាបន្តិចសិនឥឡូវវាយវាមកវាយថុយសើងាប់វាយការងាប់និយាយទៅមេតំបន់គេស្បែកតាំងដល់ក៏ងាប់ហើយអូខេយើងបានត្រី2អូខេបងប្អូនជនរួមជាតិទាំងអស់គ្នាឥឡូវយើងបានប្រទះឃើញភ្នំអីគេផ្ទះតកកមួយប៉ុណ្ណាហើយឥឡូវយើងចូលមើលទាំងអស់គ្នាមានតែគេនៅទាំងអត់ខ្ញុំគិតថានៅក្នុងហ្នឹងអាចនឹងមានមាសពេជ្រសម្រាប់យើងផ្លត់បានឥឡូវយើងចូលមើលទាំងអស់គ្នាអូខេយើងចូលមកឥឡូវយើងឃើញមានជាមួយនឹងក្រានជាមួយនឹងអីគេក្រាប Crafting Table ហ្នឹងហើយជាមួយនឹងក្រែមួយឥឡូវយើងធ្វើការផលិតរបស់ដែលយើងចង់ផលិតអីចឹងទៅឥឡូវអានេះសូមធ្វើជាផ្ទះមកយកទៅណាអូខេបាទគឺថាដើររកអស់ប្រទេសចង្កានហ្គាគឺរកឃើញផ្ទះគេຕົកចោលមួយនៅកណ្ដាលភ្នំតកហ្នឹងតើម្ដងអ្នកនរគ្នាបាទតាមខ្ញុំដឹងអាផ្ទះតកហ្នឹងគឺមានទីពិសោធន៍វានៅពីក្រោមហ្នឹងប៉ុន្តែគឺអានេះធម្មតាទេយើងនៅនឹងមកយកទៅយើងដាក់ដុតសាច់ចោលមួយទៅបន្ទាប់មកយើងក៏ធ្វើការដេកទាំងអស់គ្នាបាយបាយ Good morning ឥឡូវគឺអូខេឥឡូវកាត់មកកន្លែងនេះវិញយើងខ្ញុំបានជួបមកអត់អូខេកាត់ងាប់ហើយខ្ញុំបានរើចេញពីកន្លែងផ្ទះតកហ្នឹងហើយខ្ញុំមករកទ្វីបណាផ្សេងដែលវាមានអ្នកភូមិអីចឹងតែនេះខ្ញុំអត់ចេះនៅខ្ញុំដាក់ទុកមកហើយយើងទៅគេងត់ពេញហ្នឹងហើយចេះជីទេនិយាយទៅអាចជីលើតកហ្នឹងមួយដែងតែម្ដងឥឡូវគឺទៅណាទៅណៃនេះអូខេដោយសារវាពេលវែងពេកឥឡូវខ្ញុំកាត់ដល់កន្លែងនេះយើងជីកលើទឹកម្ដងហើយអ្នកនរគ្នាចាំពេលជួបអីរៀងថ្មីខ្ញុំអាប់ដេតជូន2000 years later មិញផ្លេចបើក record មិញអាជាស្រ័យផងអ្នកនរគ្នាប៉ុន្តែលេងឡើងមកអស់ចិត្តហើយលេងឡើងឲ្យបានអាកូនឆ្មានេះមួយហ្នឹងនិយាយទៅត្រីបានមកពីអា Polar Bear វាយនៅភ្នំតកហ្នឹងហើយនិយាយទៅភពហ្នឹងជាងទូចដែរអ្នកនរគ្នាជំរឿចេញឲ្យមើលខ្ញុំ explore ឲ្យអ្នកនរគ្នាមើលហើយនិយាយទៅភូមិហ្នឹងវាសុកសានឯធម្មតាអ្នកនរគ្នាគ្រាន់ថាវាទូចអ្នកនរគ្នាមើលអត់មានរបស់ប្លន់សោះអ្នកនរគ្នាអត់មានរបស់ឲ្យគួរឲ្យប្លន់ហ្មងនិយាយទៅអាភ្នំតកយើងហ្នឹងយើងនៅនួហើយនិយាយទៅខ្ញុំជីកមកដល់នេះខ្ញុំប្រទះឃើញអាផ្ទះនៅចុងគេហ្នឹងហើយទៅយើងក៏យើងមកដល់ភូមិហើយយើងលេងឡើងអីគេបានឆ្មាមួយក្បាលហ្នឹងខ្ញុំភ្លេច record ឲ្យអ្នកនរគ្នាមើលឲ្យឆឹងឥឡូវហ្នឹងគឺយើងធ្វើការរកន្លែងមួយដែលសំប្រកបក្នុងការធ្វើផ្ទះយើងនៅរកគ្នាឃើញកន្លែងហ្នឹងរៀងវាលដែរយើងធ្វើផ្ទះនៅនឹងហ្មងទៅណាមួយក៏នៅចិត្តភូមិដែរអ្នកនរគ្នាឥឡូវយើងធ្វើការផលិត pick អីគេ egg សម្រាប់កាប់ឈើឥឡូវគឺយើងបានឈើចំនួន58ឥឡូវយើងធ្វើផ្ទះទាំងអស់គ្នាមកគឺយើងដាក់នៅនេះដាក់នៅនេះអូខេដាក់នៅនេះដាក់នៅ1 2 3អូខេផ្ទះមួយដេកបាល់ហ្នឹងធ្វើផ្ទះរៀងមូលហ្នឹងទៅអូខេយើងធ្វើសង់អានេះដាក់មួយជាន់2ជាន់ទៀតមកnow ធ្វើការដាក់ឈើជុំវិញហ្នឹងទៅចិត្តចេញរូបរាងមែនតែនហើយអូខេ
គឺអស់ឈើគ្មានអីសង់ផ្ទះទៀតទេយើងមកកាប់ឈើទាំងអស់គ្នាបើមិនកាប់ទេយើងជីកដីធ្វើផ្ទះទៅក្រៅពីកាប់ឈើយើងក៏មានការកាប់ជីកដីដែរណាបងគ្នាដើម្បីធ្វើកលាការ៉ូអែនយើងទៅកាប់ពួកអាឈើពណ៌សហ្នឹងមកដើម្បីយើងទៅធ្វើការ៉ូយើងហើយយើងក៏បានរៀបឥដ្ឋការ៉ូហើយក៏សង់ចដាឡើងមកតង់ទៀតផងដែរនិយាយទៅអាការសង់ចដាហ្នឹងគឺគិតឃើញភ្លាមធ្វើភ្លាមហ្មងគ្មានគិតច្រើនទេនិយាយទៅមនុស្សខួរក្បាលឆារយៈគឺអញ្ចឹងយើងធ្វើការបិទពីដានផ្ទះយើងមកយើងបិទជាងពីដានយើងអស់ហើយយើងនាំកូនឆ្មាយើងចូលផ្ទះមកចូលផ្ទះឲ្យលឿនគេចាប់បាត់លើចុះល្អអូខេវីដេអូ Minecraft Hardcore យើងក៏បានដល់ទីបញ្ចប់ដល់ត្រឹមនោះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តវីដេអូមួយហ្នឹងហើយនៅវីដេអូក្រោយៗទៀតខ្ញុំនឹងធ្វើឲ្យបានច្រើននាទីជាងហ្នឹងហើយល្អជាងហ្នឹងបាយបាយ